បាទសូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តដែលកំពុងទស្សនាវីដេអូនៅក្នុង Channel YouTube ពីខ្មែរថ្ងៃនេះសូមធ្វើការចែករំលែកនៅវីដេអូមួយរបៀបនៅក្នុងការដាក់ two factor ណាព្រោះដោយសារមានមិត្តភ័ក្តិបងប្អូនមួយចំនួនគាត់ថាដាក់ two factor ហ្នឹងមិនខ្ញុំជឿថាការដាក់ two factor មានមិត្តភ័ក្តិបងប្អូនជាអ្នកបច្ចេកទេសចេះច្រើនប៉ុន្តែនៅមានមិត្តភ័ក្តិបងប្អូនមួយចំនួនទៀតគាត់អត់ដឹងថាដាក់ two factor ហ្នឹងគាត់អត់ចេះដឹងតែដាក់ two factor ដាក់ two factor ឬក៏ការបញ្ជាក់ប្រើពាក្យ verify ជាមួយនឹងលេខទូរស័ព្ទ verify ជាមួយនឹង email ណាតែត្រូវធ្វើបែបម៉េច verify មិនខ្ញុំសូម recommend មួយមានន័យថាខ្ញុំសូមផ្ដល់ជាគំនិតមួយជូនមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាបើសិនជាបង្កើត account Facebook គួរណាបង្កើត email ហើយដាក់នៅក្នុង account Facebook របស់យើងឲ្យបានត្រឹមត្រូវឥឡូវថាតើការដាក់ two factor នោះយ៉ាងម៉េចណាហើយបង្ហាញអំពី email ជាមួយនឹងលេខទូរស័ព្ទហ្នឹង verify យ៉ាងម៉េចបាទសូមទៅមើលបងប្អូនគ្នាបាទឥឡូវនេះយើងចូលមកដល់ account មួយហើយយើងត្រូវចូលមកលើ setting នៃ account នេះ setting and privacy ចូលមកលើពាក្យ setting នេះអញ្ចឹងនៅពេលដែលយើងចូល setting ហ្នឹងគឺយើងត្រូវរកមើលនៅខាងឆ្វេង see more in account center យើងចុចលើនឹងមកហើយយើងស្វែងរកពាក្យថា password and security select លើនឹងមកអ្នកនឹងឃើញនៅចំកណ្ដាលនេះមាន change password ផ្លាស់ប្ដូរលេខសម្ងាត់ two factor authentication save login ណា pass key where you were login alert នៅនឹងផ្សេងនេះអញ្ចឹងនេះគឺជា two factor អញ្ចឹងខ្ញុំសូមចុចមកលើ two factor ហ្នឹងហើយនេះគឺជា account Facebook របស់យើងសូមចុចមកលើនេះមកអញ្ចឹងនេះគឺជារឿងមួយដែលយើងត្រូវពិនិត្យមើលវាល្អប្រសើរនៅពេលដែលយើងចង់ចូលមកនៅក្នុងហ្នឹងគឺវា alert ត្រូវឲ្យយើងបោះលេខកូដអញ្ចឹងខ្ញុំត្រូវចូលទៅក្នុង email នេះដូច្នេះហើយដែលខ្ញុំតែងតែជំរាបជូនអ្នកទាំងអស់គ្នាថាសូមឲ្យអ្នកបំពេញនៅ email ព្រោះ email វាគឺជារឿងសំខាន់បំផុតដើម្បីអាចឲ្យយើងមានលក្ខណៈសុវត្ថិភាពហើយវាតែងតែបោះលេខកូដទៅ email ជា default ណាអញ្ចឹងខ្ញុំបានចូលលេខកូដមកបន្ទាប់ពីខ្ញុំវាយលេខកូដហើយឥឡូវនេះវាឲ្យខ្ញុំ confirm លេខសម្ងាត់ទៀតបាទអញ្ចឹងខ្ញុំសូមវាយលេខសម្ងាត់មកខ្ញុំវាយ password មកហើយខ្ញុំចុចប៊ូតុង continue ណាអញ្ចឹងមានន័យថាខ្ញុំ update រហូតដល់2ដងអញ្ចឹងនេះគឺសូមបញ្ជាក់អ្នកទាំងអស់គ្នាថានេះអ្នកទាំងអស់គ្នាត្រូវចូលមកចូលក្នុង two factor នេះគឺមុនពេលចូលមកគឺវាមានលក្ខខណ្ឌច្រើនណាត្រូវបញ្ជាក់មួយនឹង email បោះលេខកូដទៅ email ហើយវាយលេខកូដចូលពី email ហើយណាត្រូវវាយលេខសម្ងាត់អញ្ចឹង2តង់អញ្ចឹងការដាក់ two factor នេះគឺវាសំខាន់ណាស់តលតអ្នកចូលមក two factor នេះណា two factor authentication is on បែបនេះមានន័យថាយើងបានបើកនេះគឺនៅកន្លែង SMS or WhatsApp អញ្ចឹងជាទូទៅអ្នកទាំងអស់គ្នាច្រើនតែមានបញ្ហាកន្លែង SMS and WhatsApp នេះលេខទូរស័ព្ទរបស់យើងដែលយើងបានបញ្ជាក់ណាដែលយើងបានបោះទៅកាន់ message បែបនេះជាទូទៅវាច្រើនតែបោះទៅ WhatsApp អញ្ចឹងអ្នកត្រូវធ្វើម៉េចឲ្យចូលមកលោតចេញ text message បែបនេះនេះគឺជាលេខទូរស័ព្ទរបស់អ្នកហើយមានសញ្ញាបែបនេះណាសញ្ញាបើកបែបនេះមានន័យថាលេខទូរស័ព្ទរបស់យើងបានបញ្ជាក់ជាមួយនឹងaccount Facebook របស់យើងអញ្ចឹងខ្ញុំសូមត្រឡប់ថយក្រោយវិញនេះគឺសម្រាប់ការដាក់ two factor ជាមួយនឹងលេខទូរស័ព្ទរបស់យើងទី2បន្ទាប់ពីយើងចូលក្នុង two factor ខ្ញុំតម្រូវឲ្យអ្នកធ្វើការងារមួយទៀតគឺ additional method ចុចលើនឹងមកណានេះ recovery code ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចុចនៅលើ recovery code នឹងមកវានឹងលោតតារាងកូដឲ្យអ្នក5ជួរហើយក្នុងមួយជួរមាន8ខ្ទង់អញ្ចឹងអ្នកត្រូវចុចលើនឹងហើយ copy ដោយសារខ្ញុំអត់ចុចលេខកូដនេះព្រោះដោយសារតែលេខកូដ recovery code នេះគឺខ្ញុំបាន generate recovery code ទុកហើយបើសិនខ្ញុំចុចទៀតទៅវាលោតថ្មីអញ្ចឹងអ្នកទាំងអស់គ្នាចុចលើនឹងទៅហើយ copy ឬក៏ថតលេខកូដនឹងទុកតើ additional method recovery code នេះមានន័យថាម៉េចនិងប្រយោជន៍បែបណាមានន័យថា recovery code នេះគឺជាកូដមួយដែលយើងប្រើប្រាស់វានៅពេលដែលយើងអត់បោះលេខកូដមកណាអត់បោះលេខកូដមក
វាមាន8ខ្ទង់ណាលេខទាំងអស់ហ្នឹងវាមាន8ខ្ទង់អញ្ចឹងយើង copy ទុកមកនៅពេលដែលយើងមានបញ្ហារបស់លេខកូដយើងយកលេខ8ខ្ទង់នេះទៅប្រើប្រាស់ចំនួនបាននៅពេលដែលយើង lock ចូលហើយអត់បោះលេខកូដបាទអញ្ចឹងខ្ញុំសូមត្រឡប់មកថយក្រោយវិញខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចូលទៅមើលនេះខ្ញុំសូមបន្ថែមបន្តិចបាទមុនពេលចូលទៅមើលចំណុចផ្សេងទៀត trust device នេះសុទ្ធតែជា device មួយដែលយើងបាន approve ណាអញ្ចឹងយើងត្រូវ check មើលកន្លែងហ្នឹងថាយើងធ្លាប់បាន lock ចូលហើយយើងជឿជាក់ទៅលើ device អីគេខ្លះបាទខ្ញុំសូមបង្ហាញមកចំណុចសំខាន់មួយផ្សេងទៀតនៅពេលដែលយើងបានដាក់ two factor អីហើយខ្ញុំសូមឲ្យមើលថា email ហើយនឹងលេខទូរស័ព្ទរបស់អ្នកតើបានបញ្ជាក់ឬក៏ verify ណាភាសាបច្ចេកទេសជាមួយនឹង account Facebook របស់យើងហើយនៅនេះចូលមកលើ personal detail នេះគឺជា email របស់ខ្ញុំនិងលេខទូរស័ព្ទខ្ញុំជាមួយនឹងថ្ងៃខែឆ្នាំកំណើតខ្ញុំសូមចុចអានឹងមកបាទខ្ញុំសូមចុចអានឹងមកបន្តមកទៀតខ្ញុំសូមពិនិត្យមើល email របស់ខ្ញុំតើ verify ហើយនៅខ្ញុំសូមចុចលើ email នេះបើក្នុងគណៈ email របស់ខ្ញុំមួយនេះវាលូតពាក្យថា delete email មានន័យថាយើងបាន verify ហើយបើសិនជាវាអត់បានលូតពាក្យ delete email ឯកន្លែងនេះវាលូតពាក្យ Q មួយដាក់ថា confirm email ណាអញ្ចឹងមានន័យថានេះខ្ញុំបាន confirm ជោគជ័យហើយខ្ញុំសូមត្រឡប់ទៅក្រោយខ្ញុំមើលលេខវិញបាទខ្ញុំសូមមើលលេខវិញខ្ញុំសូមចុចចូលម្ដងទៀតនេះ delete number មានន័យថាលេខនេះខ្ញុំបាន confirm រួចហើយអញ្ចឹងចំណុចទាំងពីរគឺមាន password and security and personal detail នេះអ្នកទាំងអស់គ្នាត្រូវត្រួតពិនិត្យខ្ញុំសូមបន្ថែមចំណុចនេះមួយទៀត where you were logged in អ្នកទាំងអស់គ្នាគួរតែឧស្សាហ៍ចូលមើលកន្លែង where you were logged in ដើម្បីត្រួតពិនិត្យថាតើមានឧបករណ៍ណាខ្លះដែលបាន lock ចូល account របស់អ្នកដើម្បីតាមដានមើលជៀសវាងគេសម្ងំនៅក្នុងនេះយើងអត់ដឹងនេះ iPhone 11 Pro Max iPhone 11 iPhone 11 Pro Max Windows PC នេះសិតតែជាឧបករណ៍របស់ខ្ញុំដែលបាន lock ចូលណាអញ្ចឹងខ្ញុំជឿជាក់ថា account របស់ខ្ញុំមានសុវត្ថិភាពអញ្ចឹងចំណុចទាំងអស់នេះសុទ្ធតែជាចំណុចមួយដែលអ្នកទាំងគ្នាត្រូវធ្វើឲ្យឧស្សាហ៍ពិនិត្យបាទតាមរយៈវីដេអូខាងលើនេះតើមិត្តភ័ក្តិបងប្អូនអាចទទួលយកបានទេខ្ញុំបានបង្ហាញមួយអំពីមើលការ verify ជាមួយនឹងលេខទូរស័ព្ទ email ណាបើយើង verify ហើយយើងបញ្ជាក់ហើយវាលូតចេញបែបហ្នឹងខ្ញុំសូម recommend ដដែលថានៅក្នុង account Facebook របស់អ្នកគួរតែមាន email ដាក់បញ្ជាក់ជាមួយនឹង email គឺសំខាន់ជាងលេខទូរស័ព្ទទៅទៀតតែអ្នកនរគ្នាចេះ set up two factor ហើយនៅណា set up two factor ជាមួយនឹង recovery ណា copy មានន័យថាយើងទុកបង្កើត recovery code ទុកនៅពេលដែលយើងថ្ងៃក្រោយយើងមានបញ្ហាអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាបានហើយសូមបញ្ជាក់សារឡើងវិញថាវីដេអូនេះខ្ញុំជឿថាមានអ្នកដែលចេះច្រើនប៉ុន្តែដែលខ្ញុំចេញវីដេអូនេះឡើងដោយសារមានមិត្តភ័ក្តិបងប្អូនយើងគាត់នៅមានអ្នកដែលអត់ចេះហើយគោលបំណងទី2ទៀតដែលចេញនៅវីដេអូនេះគឺដោយសារមានមិត្តភ័ក្តិបងប្អូនមួយចំនួនគាត់បានទិញ pay គេហើយគាត់ចង់រកលុយព្រោះឃើញឥឡូវនេះគឺបង្កើតច្រើនណាស់នៅក្នុងការរកលុយអញ្ចឹងគាត់ត្រូវទិញ pay គេដល់ពេលដែលទិញ pay គេយើងគេត្រូវ add pay យើងចូល account យើងណាអ្នកខ្លះអត់ចេះមើល pay ពេលបង្កើតបាន 3-4 អាទិត្យមួយខែគេលួចយកទៅវិញបាត់វាមានរឿងអញ្ចឹងច្រើនមែនទែនក្នុងករណីនេះខ្ញុំជួយមិត្តភ័ក្តិបងប្អូនអញ្ចឹងសង្ឃឹមថាមិត្តភ័ក្តិបងប្អូនទាំងអស់គ្នា set up two factor នៅលើ account របស់យើងព្រោះមានគេ hack page ច្រើនអញ្ចឹងត្រូវតែមានការការពារចុងក្រោយសូមជួយចុច subscribe channel YouTube ពីខ្មែរហើយជួយចែកលេខវីដេអូនេះគ្នាផងបាទសូមអរគុណ